ឆ្វេងយល់ពីភាពវៃឆ្លាតរបស់មឹកក្នុងចំណោមសត្វទាំងអស់នៅលើភពផែនដីមឹកជាសត្វដ៏ឆ្លាតវៃនិងអាចកម្បាំងបំផុតទោះបីវាជាសត្វគ្មានឆ្អឹងខ្នងនិងរស់នៅក្រោមទឹកក៏ដោយក៏វាមានសមត្ថភាពដោះស្រាយបញ្ហាដែលមិនចាញ់ថនិកសត្វដទៃទៀតនោះទេរឿងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតអំពីមឹកគឺរចនាសម្ព័ន្ធខួរក្បាលរបស់ពួកវាខណៈពេលដែលពួកវាមានខួរក្បាលកណ្ដាលសរសៃប្រសាទជើងពាក់កណ្ដាលរបស់ពួកវាស្ថិតនៅក្នុងដៃទៅវិញដែលអនុញ្ញាតឲ្យដៃនីមួយៗធ្វើសកម្មភាពស្ទើរតែឯករាជ្យនេះមានន័យថាមឹកអាចប្រតិកម្មទៅនឹងគ្រោះថ្នាក់ដោយប្រើដៃច្រើនក្នុងពេលតែមួយដែលភាគច្រើនដូចជាមានខួរក្បាលតូចចំនួន8មឹកមានជំនាញដោះស្រាយបញ្ហានៅក្នុងការពិសោធន៍នៅក្នុងមន្ទីរពិសោធន៍ពួកវាត្រូវបានគេសង្កេតឃើញថាបានបើកគម្របក្រឡចេញពីក្រឡរកផ្លូវដ៏ស្មុគស្មាញនិងគេចចេញផុតពីធុងបិទជិតមឹកខ្លះទៀតអាចមើលមឹកដទៃនិងចេះតាមដែលជាសមត្ថភាពដ៏កម្រនៅក្នុងពពួកសត្វអាកប្បកិរិយាទាំងនេះមិនត្រឹមតែបង្ហាញពីសភាវគតិប៉ុណ្ណោះទេប៉ុន្តែការរៀនសូត្រការចងចាំនិងការរៀបចំផែនការសមត្ថភាពខ្លាញ់បន្លំរបស់ពួកវាគឺជាទម្រង់ឆ្លាតវៃដ៏អស្ចារ្យមួយទៀតមឹកអាចផ្លាស់ប្ដូរពណ៌និងស្បែករបស់ពួកវាភ្លាមៗដើម្បីលាយបញ្ចូលគ្នាទៅជាថ្មពប្រាស់ទឹកផ្កាថ្មឬខ្សាច់ពួកវាថែមទាំងអាចធ្វើត្រាប់តាមសត្វផ្សេងទៀតដូចជាពស់សមុទ្រឬត្រីតោដើម្បីបន្លាចសត្វមំសាសីទោះបីជាមានភាពវៃឆ្លាតរបស់ពួកគេក៏ដោយមឹកមានអាយុកាលខ្លីជាធម្មតារស់នៅបានតែ1ទៅ3ឆ្នាំប៉ុណ្ណោះគួរឲ្យចាប់អារម្មណ៍មឹកមានបេះដូង3និងឈាមពណ៌ខៀវដែលផ្ទុកអុកស៊ីសែនដោយប្រើទង់ដែងជំនួសជាតិដែកជីវវិទ្យាតែមួយគត់នេះគ្រប់គ្រងដល់របៀបរស់នៅសកម្មនិងឆ្លាតវៃរបស់ពួកវាប៉ុន្តែក៏ធ្វើឲ្យពួកវាមានប្រតិកម្មចំពោះការផ្លាស់ប្ដូរបរិស្ថានផងដែរដូចជាការកើនឡើងនៃសីតុណ្ហភាពមហាសមុទ្រចា៎បងប្អូនប្រិយមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីបន្ទាប់ពីបានស្ដាប់នៅអត្ថបទដែលនាងខ្ញុំបានជម្រាបជូននៅពេលនេះបងប្អូនទាំងអស់គ្នាអាចដឹងបានថាសត្វមឹកគឺជាសត្វមួយដ៏វៃឆ្លាតចា៎បងប្អូនប្រិយមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីគួរជម្រាបផងដែរថាអត្ថបទនេះនាងខ្ញុំដកស្រង់ចេញពីគេហទំព័រ Fresh New Plus ចា៎បងប្អូនប្រិយមិត្តដោយសារតែពេលវេលាមានកំណត់នៅពេលនេះកម្មវិធីចំណេះដឹងទូទៅដែលរៀបចំឡើងដោយវិទ្យុជាតិខេត្តកណ្ដាលក៏ឈានចូលដល់ទីបញ្ចប់នាងខ្ញុំសូមជូនពរបងប្អូនឲ្យជួបប្រទះតែសុខនិងសុភមង្គលគ្រប់ក្រុមគ្រួសារនៅពេលនេះនាងខ្ញុំនិងក្រុមការងារនៃវិទ្យុជាតិខេត្តកណ្ដាលសូមអរគុណនិងសូមជម្រាបលា